ដំណឹងបន្ទាន់ឲ្យយោកាន់តែ Vivo មែនទែនហើយកាន់តែ Vivo មែនទែនហើយពេលនេះសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានឈានដល់ការកាប់សម្លាប់គ្នាការវាយប្រហារគ្នាធ្វើឲ្យប្រជាជនអ៊ីរ៉ង់ប្រមាណ787នាក់បានស្លាប់ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់មកងាកមកត្រាំឯនេះវិញត្រាំគឺមិននៅស្ងៀមទេពេលនេះត្រាំបានប្រកាសព្រមានថាអាចនឹងប្រើប្រាស់កងទ័ពជើងគោកដើម្បីវាយប្រហារបន្ថែមលើប្រទេសអ៊ីរ៉ង់ថាតើស្ថានភាពពិភពលោកនឹងទៅជាយ៉ាងណាមកស្ដាប់ព័ត៌មានលម្អិតជាមួយខ្ញុំបាទបន្តទៀតបាទអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កំណត់បាទសម្រាប់យប់ថ្ងៃទី3ខែ3ឆ្នាំ2026នេះខ្ញុំមានដំណឹងថ្មីក្តៅតនហេតុការណ៍ដើម្បីជម្រាបជូនពុកម៉ែបងប្អូនដំណឹងយើងគឺពាក់ព័ន្ធទៅនឹងករណីពេលនេះអ៊ីរ៉ង់ក៏ដូចជាខាងអ៊ីស្រាអែលនេះគឺឃើញថាពេលនេះប្រជាជនអ៊ីរ៉ង់ប្រមាណជាង787នាក់បានបាត់បង់អាយុជីវិតបាត់ទៅហើយបាទអញ្ចឹងគិតចាប់ពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មកដល់ថ្ងៃនេះគឺបានរយៈពេល4ថ្ងៃហើយបន្ទាប់ពីអាមេរិកក៏ដូចជាអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បាទអង្គការអភិវឌ្ឍបន្ទាត់ក្រហមនៃប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026នេះបានដឹងថាមនុស្សកើនឡើងដល់780នាក់ហើយគឺបានបាត់បង់អាយុជីវិតទូទាំងសាធារណរដ្ឋអ៊ីស្លាមមួយនេះចាប់តាំងពីអាមេរិកអ៊ីស្រាអែលបានចាប់ផ្ដើមសង្គ្រាមផ្លូវការរបស់ពួកគេប្រឆាំងទៅនឹងអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុននេះបើយោងតាមការចុះផ្សាយរបស់សារព្រមាន AFP អាត់ច័ន្ទក្រហមបានប្រកាសអំពីតួលេខនេះនៅលើ website របស់ពួកគេថាប្រភពដែលបានអានថាគឺគិតចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលបានកើតមាននៅទីក្រុងចំនួន153និងទីតាំងប្រមាណជាង500កន្លែងទូទាំងប្រទេសអ៊ីរ៉ង់នៅក្នុងការវាយប្រហារសរុបប្រមាណជាង1000លើកដោយឡែកតាមរយៈ AFP កាលពីថ្ងៃអង្គារធ្នូផ្ទុះលាន់លើកខ្លាំងឡើងក៏ក្រាក់ទីក្រុងតេហេរ៉ង់ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ហេតុការណ៍ផ្ទុះនៅតំបន់ផ្សេងៗដូចជាតំបន់ការ៉ាភាគខាងលិចនៃរដ្ឋធានីនិងតំបន់ផ្សេងទៀតទីក្រុងអ៊ីហ្វាហានភាគកណ្ដាលនៃប្រទេសក៏ដូចជាតំបន់ផ្សេងៗមួយចំនួនទៀតដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ខ្លួនអ៊ីរ៉ង់បានធ្វើការវាយប្រហារវិបកសងសឹកវិញដោយបាញ់មីស៊ីលនិងដ្រូនលើអ៊ីស្រាអែលព្រមទាំងបណ្ដាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានកងទ័ពរបស់អាមេរិកនៅទីនោះនេះបើយោងតាមការចុះផ្សាយរបស់សារព្រមាន AFP បងប្អូនចឹងពេលនេះពិភពលោកយើងកំពុងតែក្តៅកគុកកកាក់ខ្លាំងមែនទែនហើយអត់មានធូរអត់មានស្រាទេបើប្រទេសច្រើនណាស់បានធ្វើការវាយប្រហារគ្នាទៅវិញទៅមកនេះតាំងពីអ៊ីរ៉ង់ផងតាំងពីអ៊ីស្រាអែលអាមេរិកកាតានិងបណ្ដាប្រទេសផ្សេងៗច្រើនទៀតបាទដែលជាប់ទៅនឹងប្រទេសអ៊ីរ៉ង់ហ្នឹងឃើញថាកំពុងតែមានការបាញ់គ្នាកំពុងតែមានការផ្លងដាក់គ្នាយ៉ាងខ្លាំងក្លាផងដែរជាពិសេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់នៅមីស៊ីលតែម្ដងយ៉ាងណាក៏មានព័ត៌មានលេចធ្លាយពាក់ព័ន្ធទៅនឹងការបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អាមេរិកផងដែរបាទអញ្ចឹងពេលនេះ F-15 របស់អាមេរិកបានធ្លាក់ដូចជា 3-4 គ្រឿងបាត់ទៅហើយបាទអញ្ចឹងមិនដឹងថាយ៉ាងណាចំណីទេហើយឃើញមានភេរលត់មាននោះបានរួចខ្លួនបាទបន្ទាប់រួចខ្លួនមកក៏បានសម្បកគេកុំឲ្យគេសម្លាប់អីអញ្ចឹងទៅបាទយ៉ាងណាគឺជាសុវត្ថិភាពមួយដែរសម្រាប់អ្នកបើកយន្តហោះរបស់អាមេរិក F-15 F-16 ហ្នឹងគឺបន្ទាប់ពីយន្តហោះបានធ្លាក់ដុងតែម្ដងគឺបានកលាស់អ្នកពីរលត់ហ្នឹងគឺឲ្យចេញដោយមានឆាត់យកមានអីអញ្ចឹងទៅឃើញល្អម្យ៉ាងដែរតែយ៉ាងណាការសម្លាប់ឬមិនសម្លាប់យើងจะមើលបន្តទៀតបាទអ្នកភូមិប៉ុន្មានអ្នកបានយកដំបងដែកដើម្បីត្រៀមដេញវាយអ្នកបើកយន្តហោះ F-15 របស់អាមេរិកដែលធ្លាក់នៅប្រទេសគុយវ៉ែតបន្ទាប់ពីពួកគេច្រឡំថាគាត់គឺជាអ្នកបើកយន្តហោះរបស់អ៊ីរ៉ង់ហេតុការណ៍នេះបានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមផងដែរបងប្អូនចឹងមកដល់ពេលនេះបើតាមព័ត៌មានមួយចំនួនគឺអ្នកបើកយន្តហោះចម្បាំង F-15 របស់អាមេរិកហ្នឹងដូចជាបានរួចជីវិតដែរបាទដោយសារតែពលរដ្ឋរបស់ប្រទេសគុយវ៉ែតហ្នឹងគឺអត់មានការសម្លាប់អត់មានការវាយប្រហារគាត់ទេដោយសារតែពួកគាត់ច្រឡំថាគាត់ហ្នឹងគឺជាអ្នកបើកយន្តហោះរបស់ប្រទេសអ៊ីរ៉ង់អីអញ្ចឹងទៅអញ្ចឹងហើយបាននាំគ្នាយកដំបងទៅចង់វាយហ្នឹងប៉ុន្តែនៅពេលដឹងថាគាត់គឺជាអ្នកបើកយន្តហោះរបស់អាមេរិកក៏បានដោះលែងវិញអីអញ្ចឹងទៅបាទតែមកទល់ពេលនេះគាត់នៅទីណានៅទីណីក៏យើងមិនទាន់បានដឹងព័ត៌មាននឹងជាក់លាក់ដែរយ៉ាងណាជាងាកមកមើលចំហរបស់អាមេរិកពេលនេះអាមេរិកក៏បានប្រកាន់ចំហមួយដែរបើសិនជាការវាយប្រហារនឹងហាក់ដូចជាយូរអញ្ចឹងអាមេរិកអាចនឹងជ្រើសរើសយកផ្លូវមួយទៀតគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់កងទ័ពជើងគោកដើម្បីវាយប្រហារអ៊ីរ៉ង់ដែរបាទអញ្ចឹងតាមខ្ញុំគិតគឺអ៊ីរ៉ង់គឺអត់មានកឡូអីជាមួយអាមេរិកអត់មានកឡូអីជាមួយអ៊ីស្រាអែលទេប៉ុន្តែពេលនេះគឺធ្វើបាត់តែអ៊ីរ៉ង់មិនចេះញោមជាមួយក៏ប៉ុន្មានប៉ុន្តែថ្ងៃក្រោយទៅអាចថានឹងខ្ទេចខ្ទីប្រទេសហើយបងប្អូនយើងមួយចំនួនសួរថាចុះហេតុអីបានជាអ៊ីរ៉ង់មាននុយក្លេអ៊ែរដែរមានបរិមាណណូដែរហេតុអីមិនបាញ់ទៅប្រទេសអាមេរិកហេតុអីមិនបាញ់ទៅប្រទេសអ៊ីស្រាអែលអីអញ្ចឹងទៅបាទបងប្អូនគឺការប្រើប្រាស់អាវុធនេះពិភពលោកគេមានច្បាប់របស់គេបាទគេមិនមែនជាតែប្រើប្រេះផ្ដាស់ទេអញ្ចឹងប្រសិនបើអ៊ីរ៉ង់ហ៊ានប្រើនៅបរិមាណណូតែមួយគ្រាប់ទម្លាក់ចូលអាមេរិកឬក៏តំបន់ណាមួយនៃតំបន់ចំនួនហ្នឹងគឺប្រទេសអ៊ីរ៉ង់គឺអាចថានឹងខ្ទេចខ្ទីគ្មានសល់ទេបាទគឺជុំវិញពិភពលោកអាចថានឹងប្រើប្រាស់នៅនុយក្លេអ៊ែរបាញ់កំទេចកំទីប្រទេសអ៊ីរ៉ង់ផងដែរអញ្ចឹងហើយបានពេលនេះអ្វីទៅបាត់តែមានចំនួនបញ្ហាក៏ប៉ុន្មានប៉ុន្តែអ៊ីរ៉ង់នៅតែរក្សាចំហមួយមិនទាន់ប្រើប្រាស់នៅបរិមាណណូទេអញ្ចឹងសួរថាអ៊ីរ៉ង់មានបរិមាណណូមាននុយក្លេអ៊ែរអត់ចម្លើយគឺពិតជាមានពិតប្រាកដមែនប៉ុន្តែមិនទាន់ដល់ពេលប្រើប្រាស់បាទឬក៏អាចថាមិនហ៊ាននឹងប្រើប្រាស់អីអញ្ចឹងទៅបើសិនជាហ៊ានប្រើប្រាស់អញ្ចឹងស្ថានភាពវាអាចនឹងធ្ងន់ធ្ងរជាងនេះទៅទៀតបាទបងប្អូនឃើញទេបាទសង្គ្រាមតែប្រហែលថ្ងៃហ្នឹងគេឃើញថាអាមេរិកបានសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ជាច្រើនអ្នកផងដែរមិនមែនតិចទេបាទ4 10 20 30នាក់ហើយនៅពេលនេះហើយប្រធានាធិបតីក្រោយដែលឡើងកាន់តំណែងមិនទាន់បាន2ថ្ងៃផងឬដំណឹងថាអាមេរិកបានកម្ចាត់ចោលបាត់ទៅហើយបាទអញ្ចឹងមិនមែនជារឿងរ៉ាវធម្មតាទេបាទនៅពេលនេះគឺអត់មានណាគេអាចលេងជាមួយបងធំអាមេរិកបានទេប៉ុន្តែបើយើងងាកទៅខាងកូរ៉េខាងជើងទៅវិញកូរ៉េខាងជើងក៏បានធ្វើការកាន់ជើងទៅអ៊ីរ៉ង់ផងដែរបាទបើសិនជាកូរ៉េខាងជើងហ៊ានទៅលូកដៃមកមួយទៀតអាហ្នឹងកាន់តែធ្ងន់ធ្ងរខ្លាំងមែនទែនហើយបាទហើយកូរ៉េខាងជើងគឺមានក្របច្រើនណាស់បងក្របច្រើនណាស់ជាពិសេសពាក់ព័ន្ធទៅនឹងបរិមាណណូហ្នឹងហើយកូរ៉េខាងជើងបាននិយាយថាបើសិនជាអ៊ីរ៉ង់ស្នើសុំបរិមាណណូពីខាងប្រទេសគេអាចនឹងឲ្យអីអញ្ចឹងទៅ
ហើយមកទល់ពេលនេះក៏មិនទាន់ឃើញមានការស្នើសុំពីខាងអ៊ីរ៉ង់ទៅកាន់ប្រទេសកូរ៉េខាងជើងដែរបាទមិនទាន់ឃើញមានការស្នើសុំទេលោកគីមចុងអ៊ុនហ្នឹងគឺហាក់បីដូចជាស្ងប់ស្ងាត់ដែរប៉ុន្តែក៏មានការគ្រប់គ្រងទៅលើអ៊ីរ៉ង់ដែរលោកគីមចុងអ៊ុនថាអាមេរិកក៏ដូចជាអ៊ីស្រាអែលធ្វើការវិបហានេះប្រៀបបានដូចជាបងធំវាយប្រហារគេតូចៗអញ្ចឹងបាទស្របពេលកម្ដៅពិភពលោកកំពុងតែក្តៅខ្លាំងពេលនោះលោកត្រាំបានប្រកាសថាអាចនឹងប្រើប្រាស់ជំរើសកងទ័ពជើងគោកដើម្បីវាយប្រហារអ៊ីរ៉ង់បន្ថែមទៀតលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាមិនច្រានចោលការបញ្ជូនកងទ័ពជើងគោកអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ឡើយដោយលោកបានបញ្ជាក់ក្នុងបទសម្ភាសន៍កាលពីថ្ងៃច័ន្ទទី2ខែមីនាឆ្នាំ2026ថាលោកនឹងពិចារណាលើចំណាត់ការនេះប្រសិនបើចាំបាច់ដើម្បីសម្រេចគោលដៅយោធាថ្លែងទៅកាន់អ្នកសារព័ត៌មាន New York Post លោកត្រាំបាននិយាយថាលោកមិនមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់កងកម្លាំងជើងគោករបស់អាមេរិកឡើយទោះបីជាលោកយល់ថាប្រហែលជាមិនចាំបាច់ក៏ដោយលោកបានសង្កត់ធ្ងន់ធ្ងរថាគោលដៅធំបំផុតគឺគំនិតសមត្ថភាពមីស៊ីលបំផ្លាញកងទ័ពជើងទឹករបស់អ៊ីរ៉ង់ឲ្យខ្ទេចខ្ទីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងផ្ដាច់ការផ្ដល់មូលនិធិដល់កងទ័ពភេរវករនៅក្រៅប្រទេសផងដែរសាររបស់លោកដូណាល់ត្រាំអំពីរយៈពេលនៃប្រតិបត្តិការអ៊ីពេចវេរីបានបង្ហាញអំពីការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេល72ម៉ោងចុងក្រោយនេះការប្រព្រឹត្តថ្ងៃសៅរ៍លោកត្រាំបាននិពន្ធនីយយុទ្ធសាស្ត្រមួយដែលលោកបាននិយាយថាប្រតិបត្តិការធំធេងនឹងកំពុងបន្តហើយបានប្រាប់អ្នកសារព័ត៌មានថាវាអាចនឹងបញ្ចប់ក្នុងរយៈពេលត្រឹមតែ3ទៅ4ថ្ងៃប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃអាទិត្យលោកត្រាំបាននិយាយថាវាអាចប្រើប្រាស់រយៈពេលអាចថា4សប្តាហ៍ហើយរហូតដល់ថ្ងៃច័ន្ទលោកក៏បានបញ្ជាក់សារជាថ្មីថាវាអាចអូសបន្លាយពី4ទៅ5សប្តាហ៍យ៉ាងយូរជាងនេះដើម្បីធានាថាគោលដៅទាំងអស់ត្រូវបានសម្រេចចំណែកឯរដ្ឋមន្ត្រីកម្ពុជាលោក Henset និងឧត្តមសេនីយ៍ Din Khane បានសង្កត់ធ្ងន់ថាបេសកកម្មកំទេចមហិច្ឆតានុយក្លេអ៊ែរនិងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់គឺជាការងារដ៏លំបាកនិងស្មុគស្មាញដែលមិនធ្លាប់មានពីមុនមកក៏ដូចជាដែលមិនអាចកំណត់ពេលវេលាច្បាស់លាស់បានឡើយចំនួននេះបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើនរួមទាំងការស្លាប់របស់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ដែរគឺលោកអាយ៉ាតុលាអាលីខាមីនេផងដែរប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់បានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់555នាក់បានស្លាប់រួមទាំងកុមារជាង100នាក់នៅក្នុងសាលាបឋមសិក្សាមួយកន្លែងគឺនៅក្នុងក្រុងមីម៉ាប់ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ផ្សេងៗគឺមានអ្នកស្លាប់ប្រមាណជាង31នាក់ទៀតចំណែកឯសមាជិកយោធាអាមេរិក6នាក់និងមនុស្ស11នាក់នៅអ៊ីស្រាអែលបានបាត់បង់អាយុជីវិតក្រោយការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់វិញផងដែរបងប្អូនអញ្ចឹងគឺការស្លាប់នេះគឺយើងស្លាប់ទៅវិញទៅមកហើយមិនស្លាប់តែអ៊ីរ៉ង់ទេបាទគឺសូម្បីតែអ៊ីស្រាអែលក៏មានអ្នកស្លាប់ដែរបាទហើយកងទ័ពអាមេរិកក៏មានអ្នកស្លាប់ដែរបងប្អូនអញ្ចឹងព័ត៌មាននៅយប់នេះគឺមានបណ្ដាចោះអរគុណច្រើនសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ